ប់ដែរឆ្ងល់ដែរថាហេតុអីបានអ្នកទាំងអស់គ្នានៅជំនឹងមិត្តភក្តិរបស់អ្នកទាំងអស់គ្នាណាឧទាហរណ៍ថាការខែមួយដូចគ្នាក្នុងតារានេះក៏ copy ខុសដូចគ្នាក៏ប៉ុន្តែការ reaction ទៅលើរឿងអីមួយហ្នឹងខុសគ្នាអញ្ចឹងទៅឧទាហរណ៍ថាដូចតែចេះអ្នកទាំងអស់គ្នាអាចនឹងអត់សូវជាខ្វល់រឿងអ្នកដទៃនិយាយអីបោះប្រហែលទេក៏ប៉ុន្តែមិត្តភក្តិរបស់អ្នកទាំងអស់គ្នារៀងខ្វល់ជាមួយនឹងអ្នកដទៃនិយាយអីជាងអ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងអាចមកពី mood sign របស់អ្នកទាំងអស់គ្នាហ្នឹងគឺមានភាពខុសគ្នាអញ្ចឹងណាអូខេដូចដែលវីដេអូមុនដែលខ្ញុំបាននិយាយអំពីភពមូលហ្នឹងគឺថាភពមូលគឺយើងនិយាយអំពីការឆ្លើយតបនៃអារម្មណ៍របស់យើងណាមិនថាទៅលើរឿងស្នេហាមិនថាទៅលើរឿងគ្រួសារមិនថាទៅលើរឿងមិត្តភក្តិនិយាយចំគ្រប់រឿងទាំងអស់ដែលវាចេញពីអារម្មណ៍របស់យើងការឆ្លើយតបអារម្មណ៍របស់យើងឬក៏អាចនឹងនិយាយថាយើងមានអារម្មណ៍បែបម៉េចចំពោះរឿងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងហើយក៏អាចនិយាយអំពីតកតងជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាបានជួបកាលពីក្មេងមូលហេតុដែលបានអ្នកទាំងអស់គ្នាធ្វើសកម្មភាពបែបហ្នឹងឬក៏អ្នកទាំងអស់គ្នាគិតបែបហ្នឹងនៅពេលឥឡូវហ្នឹងក៏អាចនិយាយបានដែរហើយក៏និយាយអំពីថាធ្វើមិនឲ្យយើងរៀងស្ងប់អារម្មណ៍ហើយអ្នកទាំងអស់គ្នាចង់បានអ្វីឬក៏ចង់ធ្វើអ្វីដើម្បីឲ្យខ្លួនឯងសុខចិត្តនិយាយចំរឿងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសុខចិត្តហើយមានអារម្មណ៍ថាសុខភាពនៅក្នុងខ្លួនអញ្ចឹងណាភពមូលដោយសារតែយើងអាចនឹងមានភពមូលខុសគ្នាពីព្រោះអីយើងដឹងហើយភពមូលគឺជាភពដែលស្ថិតនៅជិតផែនដីរបស់យើងជាងគេហើយយើងដឹងហើយគឺជាភពផែនដី rising sign របស់យើងគឺជាភពផែនដីអញ្ចឹងភពមូលគឺវាស្ថិតនៅជិតភពផែនដីយើងច្រើនជាងគេអញ្ចឹងយើងអាចនឹងមានអារម្មណ៍ទៅលើភពមូលយើងអារម្មណ៍របស់យើងគឺដូចទៅភពមូលច្រើនជាងភពសានអ្នកទាំងអស់គ្នាដឹងថាភពសានហ្នឹងអីគេភពសានគឺដូចយើងមើលតារានិករាល់ដងហ្នឹងពីថ្ងៃណាខែណាដល់ថ្ងៃណាខែណាហ្នឹងគឺយើងហៅភពសានដោយសារតែភពសានវាផ្លាច់ដូរតារានិក30ថ្ងៃវាផ្លាច់ដូរតារានិកម្ដងអញ្ចឹងណាក៏ប៉ុន្តែភពមូលអាចត្រឹមតែមួយថ្ងៃកន្លះទៅ2ថ្ងៃគឺផ្លាច់ដូរតារានិកហើយអញ្ចឹងវាអាចធ្វើឲ្យយើងហ្នឹងអារម្មណ៍របស់យើងហ្នឹងគឺដូចទៅក្នុងមុំសាយរបស់យើងច្រើនជាងហើយនឹងជាមូលហេតុដែលអ្នកទាំងអស់គ្នាកាត់ខុសពីខុនដូចគ្នាក្នុងតារានិកខុសពីខុនដូចគ្នាខែដូចគ្នាក៏ប៉ុន្តែអត្តចរិតរបស់អ្នកទាំងអស់គ្នាគឺខុសគ្នាគឺអាចនឹងកន្លែងហ្នឹងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺខ្ញុំចង់និយាយអំពី moon sign តារានិកនៅក្នុងភព moon ជាអ្វីដែលខ្ញុំគិតនៅពេលដែលខ្ញុំមើលឃើញតារានិកមួយហ្នឹងនៅក្នុងភព moon អញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះដល់ចប់បានគឺខ្ញុំនឹងនិយាយអំពី moon sign ទាំងពីរជូនដល់អ្នកទាំងអស់គ្នាមកចាប់ផ្ដើមដំបូងពី Aries moon អញ្ចឹងសម្រាប់អ្នកដែលគាត់មាន Aries ខ្ញុំគិតថាពួកគាត់គឺជាមនុស្សដែលចូលចិត្តយករឿងដាក់ខ្លួនដោយសារអីពួកគាត់ចង់ជាមនុស្សដែលចង់បានអីគឺបានភ្លាមចង់ធ្វើអីគឺធ្វើភ្លាមអត់មានគិតអត់មាន plan អីទេចាគឺចង់បានអីគឺធ្វើចង់និយាយអីគឺនិយាយមកអញ្ចឹងពេលខ្លះនិយាយទៅក៏ត្រូវមានរឿងទៅហ្នឹងហើយបាទខ្ញុំថាគាត់ជាមនុស្សដែលចូលចិត្តមករឿងហ្នឹងហើយគាត់ថាជាមនុស្សគាត់ឆាប់ខឹងងាយខឹងក៏ប៉ុន្តែក៏ងាយបាត់ដែរអត់សូវដែរចេះគុំយូរមួយណាគេទេហើយពួកគាត់ក៏ជាមនុស្សដែលឯករាជ្យប៉ុន្តែក្បាលរឹងឯករាជ្យប៉ុន្តែក្បាលរឹងបើថាគាត់គិតថារឿងហ្នឹងត្រូវហើយគាត់គិតថាអ្វីដែលគាត់ធ្វើត្រូវហើយអ្វីដែលគាត់និយាយត្រូវហើយចង់ទេវតាមកពីឋានបើណាទៀតបើប្រាប់គាត់ថាគាត់ខុសក៏គាត់មិនជឿដែរគាត់នៅតែគាត់ត្រូវហ្នឹង Taurus moon អ្នកដែលគាត់មាន Taurus moon ខ្ញុំគិតថាគាត់គឺជាមនុស្សដែលចូលចិត្តអីដែល stable ដែលមានស្ថិរភាពជាមនុស្សដែលចូលត្រូវការអីដែល secure សុវត្ថិភាពហើយនឹងស្ថិរភាពអីចឹងទៅមិនថារឿងស្នេហាមិនថារឿងលុយកាក់មនុស្សគាត់អត់សូវជាចូលចិត្ត surprise ហើយអត់សូវចូលចិត្តអីជាញញ៉ាក់អីម៉ាក់នេះប៉ុន្តែមនុស្សគាត់ស្មោះខ្ញុំចង់និយាយចឹងមនុស្សគាត់ស្មោះហើយគាត់ចង់បានស្នេហាយូរអង្វែងចង់បានអ្វីយូរអង្វែងអញ្ចឹងណាគាត់ថាមនុស្សគាត់អត់ចេះ surprise អត់ចេះ excited អត់ចេះស្អីដូច Aries moon ទេគឺថាមើលទៅគាត់រៀង boring បន្តិចហ្នឹងហើយអាចនឹងរៀង boring បន្តិចមើលទៅប៉ុន្តែបើអ្នកនរគ្នាចង់បានមនុស្សស្មោះអាចយក Taurus moon បានហ្នឹងហើយគាត់រៀង boring ប៉ុន្តែគាត់អត់នេះទេហើយបើតាមខ្ញុំគិតណាគឺអាចនឹងអ្នកដែលគាត់មាន Taurus moon អាចនឹងមានតុក្កតាច្រើននៅក្នុងបន្ទប់គាត់ឬក៏គាត់អាចនឹងចូលចិត្តគេងអោបតុក្កតាអីចឹងទៅហ្នឹងហើយមិនថាព្រោះមិនថាស្អីគាត់អាចនឹងបើមនុស្សប្រុសអាចនឹងចូលចិត្តរបស់ដូចជា game ដូចជាfigure អីចឹងណាមនុស្សស្អីអាចនឹងមានតុក្កតាបែបរូបសត្វរូបអីចឹងហ្នឹងហើយអូខេចុះម្ដាយមុនគឺជាអ្នកកំពូលដែលអ្នកដែលគូក្បាលម្ដាយទំនេរគូក្បាលគាត់គឺគិតរហូតមិនដឹងជាគិតជារឿងស្អីខ្លះទេខ្ញុំនិយាយមែនបើតារាកផ្សេងគេអាចគិតរឿងស្នេហាគិតរឿងគ្រួសារគិតអីណាបើថាចើម្ដាយមុនរឿងអេលៀនគាត់គិតដែរហ្នឹងហើយបើថាគាត់គិតហ្នឹងខ្ញុំចង់និយាយថាចេះគាត់គិតទៅរឿងខ្លួនឯងទេគាត់ overthinking ទៅជីវិតខ្លួនគាត់ទេគាត់អត់ទៅគិតរឿងអ្នកដទៃទេនិយាយចំគាត់គិតច្រើនតែពីសម្ដីរបស់អ្នកទាំងអស់គ្នាគាត់មិនដែរយកមកគិតទេអ្នកណាចង់និយាយអីនិយាយទៅគាត់គិតច្រើនទៅគាត់ទេហើយគាត់គឺជាមនុស្សដែលចង់ដឹងហើយប្រកែកនិយាយដល់គេស្អាតក៏ប៉ុន្តែបើកាលសិនជាគាត់មានចើម្ដាយមុនស្ថិតនៅក្នុងផ្ទះទី4ឬក្នុងផ្ទះទី8ឬក្នុងផ្ទះទី12អាចនឹងតតអ្នកចិត្តដប់បានគាត់និយាយច្រើនជាមួយហើយនិយាយច្រើនពេកដល់ថ្នាក់ពេលខ្លះយើងធុញមួយគាត់និយាយច្រើនពេកហើយទោះជាគាត់អត់និយាយខ្ញុំចង់និយាយថាចើម្ដាយមុនខ្លះទោះជាគាត់អត់និយាយមែនគាត់មិនសូវនិយាយច្រើនទេតែរឿងអីគាត់ដឹងដែររឿងអីក៏គាត់ដឹងដែរខ្ញុំនិយាយមែនគាត់ថាចំណុចល្អរបស់គាត់មួយទោះជាគាត់ប្រកែកនិយាយដល់គេមែនក៏ប៉ុន្តែគាត់អត់ដែរនិយាយប្លើគេទេហ្នឹងគាត់និយាយកាប់ប៉ិតគាត់និយាយប្លើទេនិយាយដល់គេមែនតែគាត់និយាយកាប់ទៅគាត់និយាយប្លើអូខេ Cancer moon គឺថាអ្វីដែលខ្ញុំឃើញ Cancer moon គឺនិយាយដល់ម៉ាត់ឲ្យក្មេងតូចមិនថារឿងអីគឺគាត់ប្រកែប្រកាន់ហ្មងហើយចូលចិត្តណាស់យកដាក់ខ្លួនហ្នឹង
hưởngខ្លះvà ពាក្យខ្លះគេនិយាយថាឲ្យអ្នកផ្សេងសោះក៏គាត់យកដាក់ខ្លួនដែរហើយអាពាក្យខ្លះគេនិយាយន័យតែបន្តិចគាត់យកទៅកាត់ន័យឯណាដល់ន័យទៅពេលខ្លះនឹងអង្គុយអន់ចិត្តដេកយំខ្លួនឯងក៏មានដែរហ្នឹង cancel mode គាត់ថាចេះវាមិនអាក្រក់ទេដោយសារតភព mode ហ្នឹងវាគឺជាផ្ទះបតរានក៏ cancel ស្រាប់អញ្ចឹងវារៀង comfortable ហ្នឹងហើយគាត់តែថាពួកគាត់ហ្នឹងអាចនឹងគិតគេច្រើនពេកគិតពីអ្នកដតីច្រើនពេកអញ្ចឹងណាហើយគិតអារឿងដែលកើតឡើងហ្នឹងគាត់យកមកគិតច្រើនពេកហើយយកអារម្មណ៍គេហ្នឹងមកដាក់ខ្លួនខ្លាំងពេកហើយនិយាយចង់គាត់ចូលចិត្តយករឿងអ្នកផ្សេងយកមកដាក់ខ្លួនខ្លាំងពេកយកអារម្មណ៍អ្នកផ្សេងយកមកដាក់ខ្លួនខ្លាំងពេកអញ្ចឹងណាដែលធ្វើឲ្យគាត់រៀង sensitive អញ្ចឹងទៅហើយគាត់ជំនួសដែរនឹងគិតច្រើនដែរប៉ុន្តែគិតទៅរឿងគេមិនសូវគិតខ្លួនឯងហ្មងទេហ្នឹងហើយតែជាពិសេសរឿងអ្នកផ្ទះហើយcancel mode ហ្នឹងគេថាគាត់ចង់ឲ្យគេមើលថាគាត់ដូចក្មេងតូចចឹងដូចខ្ញុំនិយាយចឹងក្មេងតូច 100% ហ្មងហ៊ានតែអ្នកទាំងអស់គ្នានិយាយតម្លើងសម្លេងខុសពីធម្មតាបន្តិចឬក៏ reply chat យឺតបន្តិចហ្នឹងគឺងងក់ទៅអន់ចិត្តដេកយំមិនបានហើយ Leo Moon គឺពួកគាត់ហ្នឹងគឺចង់ឲ្យគេទៅសើពួកគាត់មកហើយបើថាគាត់ខំឬក៏អីចឹងណាគាត់ខំឬគាត់សុខចិត្តអីអ្នកទាំងអស់គ្នាលួងគាត់ស្រួលទេទៅសើគាត់ស្អាតទៅសើគាត់ឆ្លាតឬក៏គុំនាំគាត់ទៅដើរលេងទៅញ៉ាំអីរបស់ញ៉ាំអីគឺរបស់ថ្លៃណាហ្នឹងហើយញ៉ាំរបស់ថ្លៃរបស់ល្អហ្នឹងគឺហ្នឹងហើយសុខចិត្តវិញហើយគាត់ថាគាត់គឺជានិយាយចំស្ដាច់ដ្រាម៉ាមកអត់មានណាគេបកកាយដ្រាម៉ាដូចយូទេហើយបើថាមួយទៀតចេះគាត់ខុសពី cancer បើសិនជាគាត់អន់ចិត្តមួយអ្នកទាំងអស់គ្នាគាត់អាចនឹងអត់ប្រាប់ទេតែគាត់ដេកយំមកតែបើ Leo ពេលខ្លះរឿងនឹងតិចតួចទេ Leo មកណាពេលខ្លះរឿងនឹងតិចតួចទេប៉ុន្តែគាត់សម្ដែងធ្វើស្រុកទឹកភ្នែកថត state អីហ្នឹងពេញវាហ្នឹងហើយគាត់ទីមទីចំណាប់អារម្មណ៍ខ្លាំងខ្ញុំនិយាយមែនហើយបើសួរថាពួកគាត់ស្មោះអត់គាត់ស្មោះហើយគាត់បកកាយរ៉ូមែនទិកទៀតហ្នឹងហើយជំនួសដែររ៉ូមែនទិកសាហាវប៉ុន្តែបកកាយត្រាំដ្រាម៉ាដែរហើយមនុស្សគាត់ក៏មើលទៅយ៉ាងណាក្មេងៗចូលចិត្តពួកគាត់ច្រើនអូខេសម្រាប់ Virgo Moon គឺថាពួកគាត់គឺជាមនុស្សដែលចូលចិត្តភាពស្អាតភាព clean ណាហ្នឹងហើយភាព clean ភាពមានសណ្ដាប់ធ្នាប់ហើយគឺពួកគាត់គឺជាមនុស្សដែលបកកាយ control ហ្មងគាត់ព្យាយាម control គ្រប់រឿងបើសិនជារឿងអីមួយដែលវា out of control ហ្នឹងណាគាត់អត់អាច control បានគឺធ្វើឲ្យគាត់មាន anxiety ខ្លាំងហ្មងហើយពួកគាត់គឺជាមនុស្សដែលចង់ដឹងចំណុចទូចហើយបកកាយមែនតើក្នុងការអារចំណុចទូចអីហ្នឹងគាត់ថាពួកគាត់អត់ចូលចិត្តនិយាយដើមគេអត់ចូលចិត្តចេះដឹងរឿងគេដូចចើមណាយមកគេខ្ញុំនិយាយមែនតារាបណាចាំបាច់ហ្នឹងតើតាក់ទងជាមួយនឹងរឿងការងារទៀតបើសិនជាអត់តាក់ទងរឿងការងារអីទេពួកគាត់អត់ខ្វល់ពីអ្នកទាំងអស់គ្នាទេចង់ធ្វើមិនធ្វើទៅហ្នឹងហើយបើនិយាយពីរឿងចាប់កំហុសណាការចាប់កំហុសណាបើសិនជាអ្នកទាំងអស់គ្នាមានសង្សារជីវិត Virgo Moon ទេត្រៀមខ្លួនក្នុងការត្រូវបានគេចាប់កំហុសឲ្យមែនតើទៅហើយពួកគាត់អត់ចូលចិត្តភាពបថុយបឋានទេហ្នឹងហើយគាត់អត់ចូលចិត្តភាពបថុយបឋានទេហើយគាត់ចូលចិត្ត replan ធ្វើអីមួយគឺ replan ទុកមុនធ្វើពីណាទៅណាបែបហ្នឹងដូចខ្ញុំនិយាយចឹងបើសិនជាគាត់អត់មាន plan បើសិនជារឿងហ្នឹងទៅណាអីបថុយបឋានគឺគាត់ធ្វើឲ្យគាត់មាន anxiety មកLibra Moon គាត់គឺជាមនុស្សដែលចូលចិត្តសន្តិភាពខ្ញុំនិយាយមិនថារឿងស្នេហាមិនថារឿងគ្រួសារមិនថារឿងក្នុងចិត្តរបស់គាត់គឺគាត់ជាមនុស្សដែលចូលចិត្តមានភាពសន្តិភាពអញ្ចឹងណាហើយពួកគាត់គឺជាមនុស្សដែលចូលចិត្តជួយអ្នកដទៃតែក៏ងាយចាញ់បោកគេដែរហ្នឹងហើយគាត់ងាយចាញ់បោកគេដែរដោយសារតែអារម្មណ៍ពួកគាត់គឺទាមទារឲ្យអ្នកដទៃយល់ស្របឬក៏អាចនិយាយបានថាបើសិនជាអ្នកជុំវិញខ្លួនពួកគាត់អត់សប្បាយចិត្តទេគឺគាត់អត់សប្បាយចិត្តដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹង Libra Moon គឺបែបហ្នឹងគាត់ត្រូវការសន្តិភាពហើយនឹងភាពស្មើគ្នាអូខេ Scorpio Moon ខ្ញុំអាចនិយាយបានថាដោយសារតែគាត់ fall in វាអត់ comfortable ទេនៅក្នុងភព Moon ឡើងរបស់តារាគាត់ Scorpio អញ្ចឹងពួកគាត់ជាមនុស្សដែលអាចនឹងរៀនប្រកាន់ច្រើនគាត់អាចនឹង take things seriously ខ្លាំងពេកហើយពួកគាត់អត់ងាយក្នុងការបើកចិត្តទទួលអ្នកណាឬក៏អត់ងាយនឹងទុកចិត្តអ្នកណាឬក៏អត់ងាយក្នុងការនិយាយពីអារម្មណ៍របស់គាត់ទេពួកគាត់គឺជាមនុស្សដែល private ខ្លាំងហ្មងខ្ញុំនិយាយមែន private ខ្លាំងហ្មងហើយពួកគាត់ក៏អាចនឹងចង់បានអំណាចពួកគាត់គឺចង់បានអំណាចទោះជាគាត់អត់ដឹងខ្លួនទេមិនក៏ដោយហ្នឹងហើយគាត់អាចនឹងមានចិត្តគុំចិត្តហ្នឹងចង់បានអំណាចហើយចង់ឲ្យគេហ្នឹងខ្លាចពីគាត់គឺមានអារម្មណ៍ថាគាត់ចង់ឲ្យគេចូលទៅនៅក្នុងកន្លែងហ្នឹងគឺមើលទៅគឺគាត់ជាមនុស្សដែល private ហើយជាមនុស្សដែលមើលទៅគួរឲ្យខ្លាចហ្មងអញ្ចឹងណាហ្នឹងហើយតែបើសម្រាប់ខ្ញុំគិតថាScorpio Moon គឺគាត់ជាមនុស្សដែលល្អហើយមិនមែនជាមនុស្សដែលគួរឲ្យខ្លាចឬក៏មិនមែនជាមនុស្សដែលគួរឲ្យស្អប់អីទេគាត់ថាដោយសារតែភព Moon ណាអាចនិយាយពីជីវិតរបស់យើងកាលពីក្មេងដែរអញ្ចឹងអាចនឹងកាលពីក្មេងហ្នឹងមានគេចាក់គាត់ពីក្រោយឬកាលពីក្មេងហ្នឹងមានគេ bully គាត់នៅពេលដែលគាត់ show emotional របស់គាត់បង្ហាញពីអារម្មណ៍របស់គាត់ហ្នឹងណាដែលធ្វើឲ្យជាមូលហេតុនៅពេលដែលគាត់ធំឡើងគាត់រៀប private អីចឹងទៅហ្នឹងហើយសួរថាក្រអត់គឺខ្ញុំគិតថា Scorpio Moon គឺអត់ក្រអីខ្ញុំនិយាយហ្មងហ្នឹងហើយមនុស្សខ្ញុំសឹងតែនៅពេលខ្ញុំឃើញ Scorpio Moon ខ្ញុំសឹងតែខ្ញុំទៅឲ្យពួកគាត់ចង់និយាយថាអត់អីទេដោយសារតែពួកគាត់ឆ្លងកាត់រឿងច្រើនណាគេ Sagittarius Moon គឺកំពូលដែលអ្នកចូលចិត្តសบายកំពូលអ្នកចូលចិត្តផ្សងព្រេងគាត់គឺជាមនុស្សដែលចូលចិត្តធ្វើអីបថុយបឋានហើយក៏ទាមទារចំណាប់អារម្មណ៍ដែរពេលខ្លះចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាត្រូវការដៃគូដៃកង់ដើរព្រៃចុះវាលចុះឡើងភ្នំអីទេហ្នឹងយក Sagittarius Moon ទៅអត់ខុសទេដោយសារពួកគាត់អត់ខ្លាចខ្មោចទេហើយគាត់ចង់ជួបខ្មោចទៀតហ្នឹងអត់ខ្លាចតែមកពួកគាត់គឺជាមនុស្សដែលមិនដែលខ្លាចស្អីទេហ្នឹងហើយលើកស្អីគាត់ខ្លាចដែរហើ
ហើយបើសិនជាឲ្យគាត់នៅមកកន្លែងគាត់ចេះនៅទេគាត់អត់ចេះនៅតែម្ដងយ៉ាងហោចណាស់មួយថ្ងៃនឹងធ្វើការពីមួយថ្ងៃហត់ប៉ុណ្ណាក៏គេឆ្លៀតពេកដើរលេងដែរអត់ដើរលេងហ្នឹងគឺស្ទះធំហ្មងហើយបើសិនជាចង់ដើរលេងក្រៅខេត្តឬក៏ចង់ដើរលេងមិនថាដើរលេងទៅណាទេខ្វះគ្នាគេបដិសេធទេទៅសាច់ជារីស្មូនទៅខ្ញុំនិយាយសិនអត់ដែរបកាយមកសុំឲ្យរឿងដើរលេងហ្នឹងគឺមិនដែរបកាយទេសុកចិត្តមកវិញស៊ីពងទាស៊ីសៀងស៊ីបលធ្វើម៉េចឲ្យតែបានទៅដើរលេងហ្នឹងហើយអត់អីស៊ីក៏អត់ទៅអត់សំខាន់ឲ្យបានដើរលេងអូខេសម្រាប់ Capricorn Moon គឺអ្វីដែលខ្ញុំឃើញ Capricorn Moon គឺគាត់មកទៅរៀបចិត្តតិចបន្តិចហើយភាគច្រើនគាត់ជាមនុស្សដែលគិតតែពីខ្លួនឯងអញ្ចឹងនិយាយចំគាត់ធ្វើអ្វីឲ្យតែបានភាពជោគជ័យនិងបានគេឈ្មោះនិងបានការទទួលស្គាល់ពីអ្នកដទៃគឺគាត់អត់ខ្វល់ពីអារម្មណ៍របស់អ្នកណាទេនឹង Capricorn Moon ដោយសារតែចេះដោយសារតែបើសិនជាពួកគាត់អត់អាចធ្វើអ្វីមួយដោយខ្លួនឯងជោគជ័យទេគាត់មានអារម្មណ៍ខ្លួនឯងជាមនុស្សដែលបរាជ័យអញ្ចឹងណាអញ្ចឹងគាត់អាចនឹងរៀងមាន anxiety អញ្ចឹងទៅហើយពួកគាត់គឺជាមនុស្សដែលអត់សូវជឿលើជំនឿអីម៉ាទេពួកគាត់តែជឿថាតារាបណាមានលុយមានអំណាចមានមុខមាត់បានសំខាន់បានចេញមួយគេចោះអញ្ចឹងណាហ្នឹងហើយគាត់រឿងលុយរឿងមុខមាត់រឿងអំណាចសំខាន់ជាងអ្វីទាំងអស់ហើយគាត់ជឿលើអស់នឹងជាច្រើនជាងជំនឿតារាបណាគាត់មើលនៅក្នុងផ្ទះទី8ឬក៏ផ្ទះទី9ឬផ្ទះទី12អីហ្នឹងដែលគាត់អាចនឹងជឿដែរតែមិនជឿសុខដូចគេមិនជឿទៅខ្លាំងណាអាចជឿបាន20%ឬក៏30%អីចឹងទៅហើយពួកគាត់គឺជាមនុស្សដែលគិតមុខមាត់ច្រើនហើយក៏ជាមនុស្សដែលទាមទារឲ្យគេទទួលស្គាល់គាត់ហើយទាមទារគេគោរពពួកគាត់ដែរសម្រាប់ Aquarius Moon អ្វីដែលខ្ញុំឃើញ Aquarius Moon គឺថាមនុស្សគាត់គឺមនុស្សជាមនុស្សដែលគាត់រស់រាយហើយអត់ងាយក្នុងការខឹងអ្នកណាដែរហើយពួកគាត់ក៏ជាមនុស្សដែលអត់ចូលចិត្តតែស្គាល់តាមអ្នកណាដែរនឹង Capricorn Moon sorry Aquarius Moon ណាហើយគាត់ខឹងតារាបណាម្នាក់នឹងធ្វើឲ្យវាហួសហេតុពេកឬក៏ម្នាក់នឹងនិយាយឲ្យភ្លើមិនដឹងមកពេកបានគាត់ខឹងអីចឹងទៅហ្នឹងហើយតែមនុស្សគាត់ងាយខឹងទេហើយបើសួរថាគាត់មានអារម្មណ៍មានបេះដូងគាត់មានតែយើងមើលទៅមនុស្សដូចជាអារម្មណ៍នៅក្នុងខ្លួនហ្នឹងអារម្មណ៍ឆោះទៅណាបាត់អីចឹងទៅពេលខ្លះអ្នកទាំងអស់គ្នានិយាយជាមួយគាត់ឡើងស្អកកហើយគាត់ចាំមកវិញហានិយាយអីគេហ្នឹងគាត់វាAquarius Moon គឺអញ្ចឹងពីព្រោះអីអារម្មណ៍របស់គាត់ទៅហោះទៅឋានប្អិនអស់ហើយឋានប្អិនហោះទៅភពផ្សេងអស់ហើយហ្នឹងហើយក៏អត់នៅក្នុងខ្លួនទេអារម្មណ៍ពួកគាត់តែសួរតែគាត់មានអារម្មណ៍អត់មានគាត់ថាអត់នៅក្នុងខ្លួនអូខេសម្រាប់ Pisces Moon បើសិនជាអ្នកទាំងអស់គ្នាញៀនរឿងប្រឡំលោកឬក៏លងស្នេហ៍ក្នុងរឿងប្រឡំលោករឿងស្នេហ៍ទូប្រុសក្នុងរឿងប្រឡំលោកអីអ្នកផ្សេងឯងមើលមិនឃើញហ្នឹងហើយ Pisces Moon គឺកំពូលអ្នកបកាយសម័យនេះហើយគឺជាមនុស្សដែលចូលចិត្តណាស់អារឿងគិត reality អារម្មណ៍អត់ដែរចេះនៅក្នុងខ្លួនបើខ្ញុំនិយាយផ្សេងហើយAquarius អាចនឹងអារម្មណ៍គាត់ហោះទៅនៅឋានផ្សេងណាបើខ្ញុំនិយាយឡើយតែហោះទៅនៅភពអីផ្សេងអីចឹងទៅ Galaxy អីផ្សេងអីចឹងទៅឬក៏ទៅនៅណាឆ្នាំ2045 46អីចឹងទៅអត់នៅឆ្នាំ2025ទេក៏ប៉ុន្តែ Pisces Moon ណាអារម្មណ៍របស់គាត់កំពុងនៅក្នុង Harry Potter រឿងប្រឡំលោកសពហ្នឹងហើយក៏អត់មានទៅនៅឯណាឆ្នាំណាទេគឺអារម្មណ៍របស់គាត់នៅក្នុង Harry Potter ឬក្នុងរឿងប្រឡំលោកហ្នឹងហើយអ្វីដែលខ្ញុំចង់និយាយទៅ Pisces Moon ថាចេះមនុស្សគាត់ស្រូបអា energy ឬក៏ស្រូបអារម្មណ៍របស់អ្នកជំនាញខ្លួនរបស់គាត់ច្រើនពេកគាត់ងាយនឹងស្រូបអារឿងហ្នឹងអញ្ចឹងណាអញ្ចឹងយល់ល្អរើសអ្នកណាដែលមនុស្សល្អនៅជំនាញខ្លួនកុំនៅជំនាញខ្លួនមនុស្សគាត់ខ្លាំងពេកដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចនឹងមានអារម្មណ៍អត់ល្អតាមនឹងដែរអូខេអញ្ចឹងមុនអ្នកទាំងអស់គ្នាសួរខ្ញុំចាញ់មកឆ្លើយមុនឲ្យហើយតាក់ទងជាមួយនឹងបើសិនជាអ្នកទាំងអស់គ្នាចង់សួរខ្ញុំថាអញ្ចឹងមូនសាយណាត្រូវជាមួយនឹងតារានិកមូនសាយណាត្រូវគ្នាអញ្ចឹងខ្ញុំចង់ប្រាប់ថាចេះរឿងជីវិតគូត្រូវគ្នាឬមិនត្រូវគ្នាអ្នកទាំងអស់គ្នាគួរមើលប្រវត្តិឆាតខ្ញុំអត់និយាយដាច់ខាតតាក់ទងជាមួយនឹងតារានិកណាត្រូវគ្នាមួយតារានិកណាគឺខ្ញុំអត់និយាយដាច់ខាតពីព្រោះអីខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាគិតបែបហ្នឹងទេដោយសារតែម្នាក់គឺតើតែបើឆាតរបស់អ្នកទាំងអស់គ្នាមើលចង់ដឹងតែអ្នកទាំងអស់គ្នានៅមួយគ្នាកើតឬមិនកើតត្រូវគ្នាឬមិនត្រូវគ្នាមើលបើឆាតណាកុំមើលតារានិកនេះនិងតារានិកនេះគឺថាត្រូវគ្នាកុំតែបែបដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាខ្ញុំលើកទឹកចិត្តណាមើលបើឆាតកុំមើលតែប៉ុណ្្នឹងអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានអីចង់បន្ថែមអាច comment នៅខាងក្រោមទៀតបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាខ្ញុំមាននិយាយពីអីទៅលើសនោះខ្ញុំសូមទោសដល់អ្នកទាំងអស់គ្នាផងហើយកុំភ្លេចជួយ subscribe ខ្ញុំឲ្យបានច្រើនផងដើម្បីខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូតអូខេបាយបាយអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ